bà số đấy bông bồn nó này bà ngày này là dương một đòn vót đấy bông bồn bà dương một lên bồn cả thân đó nè nó vót chật chật cái dương đây thì bông bồn bà là dương đào trộnក្នុងវត្តបងប្អូនបាទឥឡូវយើងមកនេះអត់ទាន់មានសូវមានមនុស្សមកច្រើនទេបងប្អូនអញ្ចឹងណាហើយបើសិនជាដល់ម៉ោង9ម៉ោង10ទៅអាចមនុស្សមកច្រើនដល់ពេលយើងរៀបទៅហ្នឹងគឺគេបុកមកច្រើនអញ្ចឹងណាតែឥឡូវយើងដើរចូលមកមើលក្នុងបរិវេណព្រះវិហារអញ្ចឹងណាហើយយើងចិត្តចប់កឋិនដែរបងប្អូនបាទនេះកឋិននៅវត្តចិត្តផ្ទះដែរបងប្អូនបាទហើយយើងដល់ថ្ងៃហ្នឹងក៏យើងឆ្លៀតចូលមកលេងកឋិនមកផ្លែតអញ្ចឹងណានាំកូនជ្រូកដើរមើលគេមើលឯងអញ្ចឹងទៅហើយក៏យើងបានទិញនំស្រួយនេះហូបបាទកាក់ក្លែកកាក់ក្លក់ដល់ហើយបងប្អូនអើយបាទនិយាយថាជាតិម៉ែឪអាជាតិដែរបងប្អូនអើយតែធ្វើមិនទេយើងក្លៀនចេះហូបដែរបងប្អូនឥឡូវយើងដើរឡើងលើពហិយបងប្អូនបាទឡើងបដាញ៉ាំបដាយេថាជាតិម៉ែជាតិបាទហើយនេះទស្សនវិជ្ជារបស់យើងបាទ screen បាទថតពីខាងលើពហិយទៅបាទនិយាយថាទស្សនវិជ្ជាគឺស្រស់បំព្រមបងប្អូនបាទមានមនុស្សម្នាមកលេងកឋិនច្រើនដែរបងប្អូនណាហើយអាយុហ្នឹងផងដែរគឺមានល្ខោនបងប្អូនអើយមានបានមកឯណាលោកអើយដូចដឹងមុនចឹងលោកអើយភ្លៀងមកទាំងស្រាម៉ោង7ចាប់ដើមទម្លាក់មកមានបានទៅណាដេកផ្ទះស្អាតលោកអើយអញ្ចឹងហើយគឺយើងអត់បានមើលទេឆ្នាំនេះបាទរាល់ឆ្នាំគឺបានទៅបាទនិយាយទៅវត្តនេះរៀងរាល់ឆ្នាំគឺតែដាក់ឲ្យបងប្អូនបាទហើយក៏យើងអត់បានទៅហើយក៏ដេកស្អាតហើយមានណាស្អែកឡើងយើងដើរមកលេងកឋិនធម្មតាបាទបើសិនជាយើងបានទៅលេងពេលយប់យើងអត់មកទេណាចឹងហើយយើងក៏ជូនជ្រូកមកមើលគេតិចសិនណាបងប្អូនបាទហើយយើងដើរមកមើលបរិវេណនិយាយទៅនេះទើបតែរៀបចំថ្មីបងប្អូនបាទស្អាតមែនទេបាទយើងទើបតែរៀបចំថ្មីបាទពីមុនគឺអត់ចឹងទេឥឡូវយើងប្លែកច្រើនបងប្អូនបាទហើយទៅនៅក្នុងពហិយអត់មានសម្រាមទេបងប្អូនបាទទៅគឺបងប្អូនយើងគាត់ចូលរួមច្រើនបាទយើងបើហើយយើងមានធុងសម្រាមអីដាក់ចឹងទៅវាអត់សូវមានសម្រាមអីអញ្ញាយចឹងទៅមើលទៅវាស្រស់ប្រមបងប្អូនបាទហើយនេះផងដែរគឺនេះគឺកន្លែងពាំងឈូកបងប្អូនបាទឥឡូវនេះអស់ឈូកហើយបងប្អូនកាលមុនសម្បូរណាឈូកផ្កាពេញទឹកពេញអីច្រើនតែឥឡូវគឺអត់មានទេលែងមានហើយបាទកាលមុនវិញនៅមានឈូកមានផ្កាអីហ្នឹងហើយមានកធាយនៅហ្នឹងប៉ុណ្្នឹងចឹងអីបងប្អូនអើយឥឡូវប្រហែលជាលើកយកតាណាបាត់អត់ដឹងទេតែយើងហៅមកគឺអត់ឃើញមកទេតែហ្នឹងមានកធាយនៅហ្នឹងច្រើនបងប្អូនបាទហើយបងប្អូនណាស្គាល់ផ្លែនេះបងប្អូនបាទនេះដឹងទេផ្លែអីគេទេបាទខ្ញុំអត់ស្គាល់ដែរបងប្អូនណាផ្លែវាឆ្កោមដូចផ្លែស្លាអញ្ចឹងតែវាផ្លែទូចទេអត់បានប៉ិនកូនដៃផ្លែវាទូអញ្ចឹងណាឥឡូវយើងដើរទៅមើលបរិវេណជុំវិញពហិយទៀតបងប្អូនឥឡូវរៀបចំបាទសម្អាតបានច្រើនបាទនិយាយទៅអត់ទៅនេះទេគឺរៀបចំបានស្អាតជាងមុនឆ្ងាយបងប្អូនបាទឥឡូវយើងដើរទៅមើលក្នុងពហិយបងប្អូនបាទអញ្ចឹងយើងដើរយើងដោះស្បែកជើងចេញអញ្ចឹងណាដើរទៅមើលអញ្ចឹងទៅយើងខានចូលពហិយហ្នឹងយូរឆ្នាំបងប្អូនអើយយូរមិនមែនតិចទេឥឡូវយើងចង់ដើរចូលទៅមើលម្ដងមើលផ្លែកអីខ្លះអញ្ចឹងណាតែនៅខាងក្រៅនេះគឺរៀបចំផ្លែកច្រើនបងប្អូនបាទអត់ដូចមុនទេតែមុនមានឈូកមានអីគេមើលវាអញ្ចឹងគេមើលនេះកធាយអញ្ចឹងឥឡូវយើងដើរចូលដល់ក្នុងពហិយហើយបាទនិយាយទៅពហិយគឺអត់មានអីទេគឺនៅតែនេះដដែលទេបងប្អូនបាទមានរូបគំនូបាទយៈមានអីចឹងណាបាទហើយឥឡូវយើងចេញទៅវិញបងប្អូនបាទនេះយើងរៀបចេញទៅវិញហើយបាទយើងដល់ម៉ោងយើងត្រឡប់ទៅផ្ទះវិញបងប្អូនបាទហើយដល់ពេលយើងត្រឡប់ទៅវិញហ្នឹងទើបតែមានអ្នកមកច្រើនបាទច្រើនណាឥឡូវយើងរៀបចំទៅវិញអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ